តាឡាអ្នកដឹងទេថានៅតំបន់កាហ្សានៃដែនដីប៉ាឡេស្ទីនអ្វីដែលសង្គ្រាមធ្វើឲ្យមនុស្សភ័យខ្លាចបំផុតមិនតែងតែជាសម្លេងផ្ទុះនោះទេប៉ុន្តែជាថ្ងៃដែលការព្យាបាលคล้ายជារបស់កម្រដោយទឹកនៅវាលខ្សាច់ព្រោះនៅតំបន់ដែលត្រីបានបិទគប់និងមានការបាញ់ប្រហារខ្លាំងបើទោះបីអ្នកមិនមែនជាទាហានក៏ដោយអ្នកក៏អាចចាញ់សង្គ្រាមបានត្រឹមតែអ្នកជាមនុស្សឈឺធម្មតាម្នាក់ប៉ុណ្ណោះវាចាប់ផ្ដើមពីអារម្មណ៍ដែលមនុស្សភ័យច្រើនមិនបានប្រយ័ត្នប្រយែងអ្នកនៅតែគិតថារថយន្តសង្គ្រោះបន្ទាន់នឹងមកទំនិញនឹងចូលមន្ទីរពេទ្យនឹងអាចទទួលបានប៉ុន្តែក្រោយពីរយៈពេលប៉ុន្មានថ្ងៃមន្ទីរពេទ្យចាប់ផ្ដើមខ្វះអ្វីៗសាមញ្ញបំផុតមិនមែនឧបករណ៍បច្ចេកវិទ្យាខ្ពង់ខ្ពស់ទេប៉ុន្តែជារបស់តូចៗដែលបើខ្វះពេលណាប្រព័ន្ធព្យាបាលទាំងមូលនឹងចាប់ផ្ដើមរលំភ្លាមៗដូចជាខ្សែសេរ៉ូមនិងមញ្ជុលពីចំណុចនោះវាដូចជាដូមីណូអ្នករងរបួសកើនឡើងរាល់ហោងខណៈដែលសម្ភារៈវិញថយចុះរាល់ថ្ងៃបន្ទប់អាសន្នពេញលេញរហូតមនុស្សត្រូវអង្គុយរងចាំជាមួយរបួសដែលនៅតែបើកបន្ទប់វះកាត់ត្រូវជ្រើសថានរណាគួរត្រូវបានជួយមុនមិនមែនព្រោះវេជ្ជភាពដល់មិនមានសមត្ថភាពទេប៉ុន្តែព្រោះពេលវេលាមិនគ្រប់គ្រាន់ក្រែមិនគ្រប់និងដៃមនុស្សមិនគ្រប់ពិតៗបន្ទាប់មកពីដែលគួរឲ្យខ្លាចបំផុតក៏លេចឡើងអ៊ិនធូនៀពេលអគ្គិសនីបំរុងមិនមានស្ថិរភាពម៉ាស៊ីនជួយដកដង្ហើមអាចឈប់ឧបករណ៍វះកាត់អាចឈប់ទូកក្សាទុកថ្នាំនិងឈាមក៏ចាប់ផ្ដើមមានហានិភ័យនៅពេលនោះមន្ទីរពេទ្យមិនត្រឹមតែភ័យចំពោះអ្នករងរបួសទេប៉ុន្តែភ័យចំពោះការដាច់ភ្លើងដែលអាចកាត់បន្ថយឱកាសរស់រានមានជីវិតរបស់មនុស្សទាំងអគារអ្វីដែលធ្ងន់ធ្ងរនៅកាហ្សាគឺភ្លើងជំនួយបានក្លាយជាចំណុចចង្អៀតសម្ភារៈមិនអាចចូលបានតាមតម្រូវការរថយន្តជំនួយចូលបានកំណត់មន្ទីរពេទ្យខ្លះត្រូវបិទខ្លះអាចដំណើរការបានតែផ្នែកមួយប៉ុណ្ណោះនោះមានន័យថាទោះបីអ្នករស់រានពីការផ្ទុះនៅថ្ងៃដំបូងក៏អ្នកអាចមិនរស់នៅថ្ងៃបន្ទាប់បានព្រោះមិនអាចរកការព្យាបាលសង្គ្រាមសម័យនេះមិនត្រឹមតែសម្លាប់មនុស្សដោយសម្លេងខ្លាំងទេប៉ុន្តែវាសម្លាប់ដោយភាពខ្វះខាតដ៏ស្ងៀមស្ងាត់ដោយការរងចាំយូរពេកដោយទីក្រុងនៅតែឈរបានប៉ុន្តែប្រព័ន្ធសង្គ្រោះជីវិតរលំទាំងមូលហេតុនេះហើយពេលសង្គ្រាមកើតឡើងចំពោះប្រជាជនពិតៗតំបន់ដែលគ្រោះថ្នាក់បំផុតមិនមែនជាកន្លែងដែលមានសម្លេងបាញ់ខ្លាំងបំផុតជានិច្ចទេប៉ុន្តែជាកន្លែងដែលមនុស្សឈឺធម្មតាមិនមានទីកន្លែងសម្រាប់រស់រាន